និកជនយើងងាកទៅមើលក្រសួងដែនដីនិងនគររូបនីយកម្មកម្មវិធីរបស់យើងធ្លាប់បង្ហើបជំរាបជូនទស្សនិកជនហើយថានឹងមានពិព័រណ៍អចលនទ្រព្យនិងវិនិយោគនៅលើវិស័យអចលនទ្រព្យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជាឥឡូវនេះគម្រោងនេះបានជោគជ័យហើយនឹងប្រព្រឹត្តទៅនៅថ្ងៃទី8ដែលមានរយៈពេល3ថ្ងៃគឺជាគម្រោងសំដៅគឺជាពិព័រណ៍អចលនទ្រព្យនិងការវិនិយោគខ្នាតអន្តរជាតិលំដាប់ទី1ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់សហការជាមួយសមាគមអភិវឌ្ឍលំនៅឋានកម្ពុជានិងដៃគូពាក់ព័ន្ធនានាគ្រោងនឹងរៀបចំពិព័រណ៍អចលនទ្រព្យនិងការវិនិយោគខ្នាតអន្តរជាតិលំដាប់លេខ1ប្រចាំឆ្នាំ2016នៅថ្ងៃទី8ដល់ថ្ងៃទី10ខែកញ្ញាឆ្នាំ2016ខាងមុខនាមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រលោក Andrew Sui អគ្គនាយកក្រុមហ៊ុន AMB Thales Event Group និងជាតំណាងអ្នករៀបចំកម្មវិធីបានមានប្រសាសន៍ថាពិព័រណ៍អចលនទ្រព្យនិងការវិនិយោគខ្នាតអន្តរជាតិលំដាប់លេខ1ប្រចាំឆ្នាំ2016នេះរៀបចំឡើងក្នុងគោលបំណងធ្វើយ៉ាងណាឲ្យសាធារណជនជាទូទៅទទួលជ្រាបកាន់តែច្បាស់បន្ថែមទៀតទៅលើវិស័យអចលនទ្រព្យផ្នែកលំនៅឋាននិងពាណិជ្ជកម្មថ្មីៗពីបណ្ដាវិនិយោគិនល្បីៗព្រមទាំងអាចជួបប្រឹក្សាយោបល់ជាមួយអ្នកជំនាញផ្នែកអចលនទ្រព្យអំពីទីតាំងភូមិសាស្ត្រនិងសំណង់ដែលមានសក្តានុពលគូបញ្ជាក់ថាការរៀបចំពិព័រណ៍អចលនទ្រព្យនិងការវិនិយោគខ្នាតអន្តរជាតិលំដាប់លេខ1ប្រចាំឆ្នាំ2016នេះគឺជាលើកទី4ហើយដែលមានការចូលរួមពីក្រុមហ៊ុនអចលនទ្រព្យជាតិនិងអន្តរជាតិចំនួនជិត500ក្រុមហ៊ុនដែលមកពី23ប្រទេសផ្សេងៗគ្នាជនសូមស្វាគមន៍សាជាថ្មីម្ដងទៀតមកកាន់កម្មវិធីព័ត៌មានចុងសប្តាហ៍របស់ស្ថានីយ៍ទូរទស្សន៍ CNC ហើយសម្រាប់ព័ត៌មានជាបន្តនេះគឺតាក់ទិនទៅនឹងក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានថាមានគម្រោងនឹងរៀបចំពិព័រណ៍អចលនទ្រព្យនិងសំណង់ការវិនិយោគខ្នាតអន្តរជាតិលំដាប់លេខ1ប្រចាំឆ្នាំ2016គឺនៅថ្ងៃទី8ដល់ថ្ងៃទី10ខែកញ្ញាឆ្នាំ2016ខាងមុខនេះក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់សហការជាមួយនឹងសមាគមអភិវឌ្ឍលំនៅឋានកម្ពុជានិងដៃគូពាក់ព័ន្ធនានាគ្រោងនឹងរៀបចំនៅពិព័រណ៍អចលនទ្រព្យនិងការវិនិយោគខ្នាតអន្តរជាតិលំដាប់លេខ1ប្រចាំឆ្នាំ2016នៅថ្ងៃទី8ដល់ថ្ងៃទី10ខែកញ្ញាឆ្នាំ2016ខាងមុខនៅឯមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រលោក Andrew អគ្គនាយកក្រុមហ៊ុន ABM Thales Event Group ដែលជាតំណាងអ្នករៀបចំកម្មវិធីលោកបានមានប្រសាសន៍ថាពិព័រណ៍អចលនទ្រព្យនិងការវិនិយោគខ្នាតអន្តរជាតិលំដាប់លេខ1ប្រចាំឆ្នាំ2016នេះរៀបចំឡើងនៅក្នុងគោលបំណងធ្វើយ៉ាងណាឲ្យសាធារណជនទូទៅទទួលជ្រាបកាន់តែច្បាស់បន្ថែមទៀតទៅលើវិស័យអចលនទ្រព្យផ្នែកលំនៅឋានពាណិជ្ជកម្មថ្មីៗនិងបណ្ដាវិនិយោគិនល្បីៗព្រមទាំងអាចជួបប្រឹក្សាយោបល់ជាមួយនឹងអ្នកជំនាញផ្នែកអចលនទ្រព្យអំពីទីតាំងភូមិសាស្ត្រនិងសំណង់ដែលមានសក្តានុពលផងដែរសូមបញ្ជាក់ថាការរៀបចំពិព័រណ៍អចលនទ្រព្យនិងការវិនិយោគខ្នាតអន្តរជាតិលំដាប់លេខ1ប្រចាំឆ្នាំ2016នេះគឺជាលើកទី4ហើយដែលមានការចូលរួមពីក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិចំនួនជិត500ក្រុមហ៊ុនដែលមកពីប្រទេស23ផ្សេងៗគ្នា